អង្គនាយកដ្ឋានអន្តរប្រវេសន៍បានធ្វើការបណ្តេញចេញជនបរទេសចំនួន 1090 នាក់ចេញពីព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី21 22 23 ខែកុម្ភៈឆ្នាំ 2026 អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃឯកឧត្តមសន្តិបណ្ឌិតនិងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃឯកឧត្តមឧត្តមសេនីយ៍ឯកសុកវាសនាអគ្គនាយកអន្តរប្រវេសន៍បានណែនាំឲ្យនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធីបន្តធ្វើការបណ្តេញជនបរទេសសរុបចំនួន 1090 នាក់ស្រី 135 នាក់មាន 17 សញ្ជាតិរួមមានចិនឥណ្ឌាប៉ាគីស្ថានឥណ្ឌូនេស៊ីកេនយ៉ាប្រេស៊ីលបង់ក្លាដេសនេប៉ាល់ចិនតៃវ៉ាន់លីបេរីយ៉ាកាមេរូនយូកុងដាសេរ៉ាឡេអូនម៉ាឡេស៊ីហ្គាណានីហ្សេរីយ៉ានិងមីយ៉ាន់ម៉ាត្រូវបានបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជាតាមរយៈយន្តហោះពិសេសក្នុងនោះពីសញ្ជាតិមានជនជាតិចិនចំនួន 494 នាក់ករណីឆបោកតាមប្រព័ន្ធអនឡាញ scam និងជនជាតិមីយ៉ាន់ម៉ាចំនួន 168 នាក់និងមួយចំនួនទៀតត្រូវបានបណ្តេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិដេជោជនបរទេសទាំងអស់នេះពាក់ព័ន្ធករណីលួចឆ្លងដែនស្នាក់នៅគ្មានលិខិតឆ្លងដែននិងធ្វើការងារខុសច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជាការបណ្តេញចេញជនបរទេសខាងលើគឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាតនិងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់និងសកលលោកដោយគ្មានការលើកលែងនោះឡើយចំពោះមេខ្លោងដែលនៅពីក្រោយនិងក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឲ្យមកធ្វើការនៅក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាហើយមានសេរីភាពនិងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ